មហាកិត្តិយសណាស់សម្ដេចហ៊ុនសែនសួរសុខទុក្ខនាយក្រិនដល់មន្ទីរពេទ្យសម្ដេចហ៊ុនសែនបានសរសេរអបដោយរូបភាពនៅព្រឹកថ្ងៃទី22ខែមិនិនាឆ្នាំ2026ដោយមានប្រសាសន៍ថាព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនាយក្រិនសូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅព្រឹមប្រៃនិងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិនខ្ញុំបានប្រគល់ការងារឲ្យព្រឹមប្រៃស្រីនិចទៅជួយរៀបចំកូននាយក្រិនទាំង3នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យសូមអរគុណក្រុមគ្រូពេទ្យដែលជួយព្យាបាលនាយក្រិនសូមបញ្ជាក់ថាមុនពេលសម្ដេចបានអញ្ជើញទៅសួរសុខទុក្ខនាយក្រិនដោយផ្ទាល់នៅមន្ទីរពេទ្យនេះសម្ដេចក៏បានផ្ដល់ថវិកាចំនួន20លានរៀលដល់នាយដើម្បីសម្រាលបន្ទុកគ្រួសារដែលមានកូនតូចៗចំនួន3នាក់ដែលគ្មានអ្នកមើលថែនាពេលឪពុកឈឺធ្ងន់ព័ត៌មានទី2ពេជ្រសូលីកាសប្បាយនៅអូស្ត្រាលីអ្នកមេម៉ាយរូបស្រស់គង់ស្រីពេជ្រហៅពេជ្រសូលីការីករាយណាស់ពេលកំសាន្តញ៉ាំអាហារថ្លៃៗនៅលើទឹកដីប្រទេសអូស្ត្រាលីនៅថ្ងៃទី11មីនាឆ្នាំ2026ប៉ុន្តែតាមព័ត៌មានថានាងត្រូវប្រញាប់មកស្រុកខ្មែរវិញឲ្យតនការច្រៀងសម្ដែងនៅថ្ងៃទី13មីនានៅផាប់មួយសកម្មភាពរបស់ស្រីពេជ្រនេះបញ្ជាក់ថានាងប្រាំងរកលុយផងសប្បាយផងពោលគឺតាំងពីធ្លាក់ខ្លួនមេម៉ាយជិត4ឆ្នាំនាងមិនមែនជានារីអបទុកសោករហូតដូចនារីខ្លះទេប៉ុន្តែជាមេម៉ាយហៃសូម្នាក់ដែលជិះរថយន្តទំនើបរស់នៅខុនដូប្រណិតនិងប្រើប្រាស់របស់សុទ្ធតែជាប្រេនម៉ាកល្បីៗប៉ុន្តែជាញឹកញាប់ណាស់ដែលស្រីពេជ្រតែងតែទៅដើរលេងនៅប្រទេសអូស្ត្រាលីដែលតាមព័ត៌មានថាអំឡុងដែលអ្នកមេម៉ាយកូនមួយរូបនេះធ្ងរអត់ភួយសាច់កាលពីចុងឆ្នាំ2024ក៏មានបុរសលាក់មុខម្នាក់ស្ម័គ្រចិត្តយកយន្តហោះឯកជន Private Jet ដឹកនាងទៅដើរលេងតែ2នាក់ផឹកស្រាក្រហមលើអាកាសយ៉ាងរ៉ូម៉ាន់ទិកដែរប៉ុន្តែបុរសដែលគេសង្ស័យជាគូស្នេហ៍របស់សូលីកានោះបានបង្ហាញខ្លួនជាមួយនាងជាលើកដំបូងនៅថ្ងៃមង្គលការទេបព្រឹកជីដេវីតកាលពីដើមខែមិថុនាឆ្នាំ2025បើទោះជាស្រីពេជ្រអះអាងថាមានគេច្រឡំពីទំនាក់ទំនងនាងជាមួយបុរសនោះក៏ដោយប៉ុន្តែមានការកត់សម្គាល់ឃើញថាតាំងពីនាងចែកខ្លួនជាមួយអតីតគូដណ្ដឹងលោកគីមហានកាលពីឆ្នាំ2022គឺមានតែប្រុសសង្ហារូបនោះហើយដែលនាងបណ្ដាលចូលរួមកម្មវិធីដោយបើកចំហបែបនេះគួរបញ្ជាក់ថាមុនពេជ្រសូលីកាទៅសប្បាយនៅអូស្ត្រាលីកាលពីពេលថ្មីៗនេះនៅលើឆាកតន្ត្រីមួយស្រីពេជ្រត្រូវបានតារា Original Songs លោកថេណាប្រកាសសារភាពស្នេហ៍បើទោះជាកន្លងមកអ្នកទាំងពីរមិនដែលស្និទ្ធស្នាលទ្រាក្ដីប៉ុន្តែគ្រាន់តែច្រៀងឆ្លងឆ្លើយជាមួយគ្នាតែមួយបទសោះក៏ធ្វើឲ្យអ្នកទាំងពីរយល់ចិត្តគ្នាបានប៉ុន្តែទោះជា fan strike ហូពេលធីណាសារភាពស្នេហ៍ស្រីពេជ្រក្ដីក៏មានការខ្សឹបខ្សៀវថានោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះព្រោះការពិតអ្នកទាំងពីរមានម្ចាស់ចិត្តរៀងៗខ្លួនអស់ទៅហើយពេជ្រសូលីកានៅតែមានយីអ៊ុនឡក្នុងទីផ្សារចម្រៀងដោយគ្រាន់តែល្បីពីបទកាលពីឆ្នាំ2024នាងចេញច្រៀងជិត100កម្មវិធីរកចំណូលបានមិនក្រោម$30,000ប៉ុន្តែនៅឆ្នាំ2025-2026មិនទាន់ឃើញសូលីកាជាបទផ្ទុះទៀតទេបើទោះជានាងត្រូវបានគេកក់សឹងតែពេញក្នុងខែនីមួយៗនៅរដូវក្តៅនេះក៏ដោយប្រភពថាការហោះទៅអូស្ត្រាលីញឹកញាប់របស់ស្រីពេជ្រមិនត្រឹមតែនាងជាប់ចិត្តប្រទេសមួយនេះទេប៉ុន្តែគេសង្ស័យថាម្ចាស់ចិត្តនាងក៏អាចរស់នៅប្រទេសនេះដែរបើទោះជានាងបានបញ្ចប់ស្នេហ៍ជាមួយលោកគីមហានអានិកជនខ្មែរនៅអូស្ត្រាលីទាំងស្រុងដែលធ្វើឲ្យនាងខកចិត្តមិនបានចេញទៅរស់នៅប្រទេសមួយនេះតាមកម្រងក្តីប៉ុន្តែសម្រស់របស់នាងមិនខ្វះបុរសនៅក្រៅស្រុកចង់រៀបការនឹងគ្នាឲ្យនាងចេញទៅរស់នៅបរទេសឡើយឲ្យនាងចង់ក្រៅពីពេជ្រសូលីកាតារាមេម៉ាយដែលនៅមានទីផ្សារសិល្បៈមានដូចជាអ្នកនាងពេជ្រសុភានិងសុខសមាវឌីជាដើមប្រភពថាបុរសដែលស្រីពេជ្រនឹងជ្រើសយកជាស្វាមីថ្មីទាល់តែប្រុសនោះស្រឡាញ់គូនាងដែរពិសេសគឺហ៊ានបំពេញបំណងធំរបស់នាងនោះគឺអភិពិវៈដើម្បីកប់សូលដានស្រែខ្មៅងងឹតនាពីអតីតកាលព័ត៌មានទី3រឿងទាយ៉ាថ្មប់អ្នកដឹកនាំជនជាតិអ៊ីតាលីសង្ឃឹមបំបែកកំណត់ត្រារឿងទាយ៉ាថ្មប់របស់សិលិតកម្ម Two River International បានសម្ពោធការរសៀលថ្ងៃទី12ខែមិនិនានៅរោងភាពយន្ត Prime Cineplex ក្រោមវឌ្ឍនតារាល្បីៗផលិតករទាំងខ្មែរបរទេសនិងអ្នកជំនាញផលិតភាពយន្តជាច្រើនរូប
ភាពយន្តខ្នាតធំនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់ភាពយន្តទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី19ខែមីនាឆ្នាំ2026នេះតទៅព្រោះជារឿងធំប្រចាំឆ្នាំដែលទស្សនិកជនទន្ទឹងរង់ចាំជាយូរមកហើយលោកជីសាឡាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនសបាយរួមទាំងសបាយស៊ីនេម៉ាលោកជីសាឡាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនសបាយរួមទាំងសបាយស៊ីនេម៉ាដែលជាអ្នកបោះទុនម្នាក់ដែរក្នុងរឿងទាយ៉ាត់ធ្មប់បានឲ្យដឹងថាកាន់ឡុងមកលោកបានផលិតគុណជាច្រើនមកហើយខណៈទាយ៉ាត់ធ្មប់វគ្គទី2នេះសង្ឃឹមថាបងប្អូនចូលរួមគាំទ្រកាន់តែច្រើនសបាយស៊ីនេម៉ាចង់ជំរុញគុនខ្មែរឲ្យកាន់តែច្រើនហើយប្រភេទគុនភ័យរុនធត់គុនខ្មៅជាដើមមានការពេញនិយមរហូតក្មេងៗយុវវ័យអ្នកណាក៏ចូលចិត្តដែរគុននេះមិនមែនជាគុនខ្មៅតគួរឲ្យខ្លាចទេតែជាជំនឿគ្រួសារមនោសញ្ចេតនាឪពុកម្ដាយនិងកូនវាជារសជាតិថ្មីមួយលោកសេឡាបន្ថែមថាសបាយជាស្លាកយីហោមួយដែលមានអាយុកាល10ឆ្នាំខណៈលោកនៅក្នុងវិស័យភាពយន្ត16ឆ្នាំមកហើយលោកថាសបាយស៊ីនេម៉ានឹងពង្រឹងអ្វីដែលខ្លួនមានឲ្យកាន់តែមានលក្ខណៈពិសេសហើយនឹងទៅបើករោងភាពយន្តបន្ថែមទៀតនៅតាមបណ្ដាខេត្តណាដែលមានប្រជាជនច្រើននាពេលខាងមុខផងដែរតារាសម្ដែងវ័យក្មេងម៉ានីកាដែលជាតួអង្គសំខាន់ក្នុងរឿងទាយ៉ាត់ធ្មប់បានឲ្យដឹងថានាងថតរឿងនេះជួបឈុតពិបាកច្រើនដូចជាការថ្លាក់ទឹកលេងជាមួយភ្លើងព្រោះជារឿងបែបរន្ធត់មិនត្រាអាគមតែលាយលំជាមួយក្តីស្រឡាញ់ម្ដាយនិងកូននាងថាឈុតពិបាកគឺមានជប់ទឹកជ្រៅហើយនាងអត់ចេះហែលទឹកទេហើយវាជាលើកទី4សម្រាប់នាងក្នុងការថតឲ្យផលិតករបរទេសនាងថារឿងនេះសង្ឃឹមថាជោគជ័យព្រោះអាចមានឈុតពិបាកច្រើនតែនាងនៅតែអាចធ្វើបានអ្នកនាងដូចលីដាចំណែកតារាសម្ដែងដូចលីដាដែលជាតួអង្គម្នាក់ក្នុងរឿងទាយ៉ាត់ធ្មប់បានឲ្យដឹងដែរថារឿងនេះនាងចំណាយពេលមិនយូរទេអញ្ចឹងនាងអាចសម្ដែងបានហើយនាងលេងជាតួធ្មប់នាងថាមិនរួញរាឡើយក្នុងការសម្ដែងបែបណាក៏បានឲ្យតែស័ក្តិសមជាមួយសាច់រឿងនាងបន្ថែមថាអាចលេងបានទាំង sexy សុភាព slot គឺទៅតាមសាច់រឿងហើយធ្វើតួម្ដាយយាយចាក៏បានគឺនាងមិនប្រកាន់តួទេលោក Jimmy Henderson អ្នកដឹកនាំរឿងទាយ៉ាត់ធ្មប់បានឲ្យដឹងថាការផលិតវគ្គ2នេះគឺដោយសារតែជោគជ័យវគ្គ1លោកមានរីករាយដែលបានធ្វើការជាមួយម៉ានីកានិងក្រុមការងារទាំងមូលហើយលោកបានមកខ្មែរតាំងពីឆ្នាំ2011និងបានផលិត12រឿងមកហើយលោកជឿជាក់ថារឿងទាយ៉ាត់ធ្មប់នឹងបំបែកកំណត់ត្រានៅពេលខាងមុខផលិតករល្បីឈ្មោះរូបនេះយល់ថាបច្ចុប្បន្នរឿងខ្មែរទាំងគុណភាពនិងបរិមាណមានការកើនឡើងយ៉ាងតិចបំផុតមានរឿងថ្មីមួយចេញនៅលើរោងភាពយន្តគ្រឿងមួយសប្តាហ៍ដែលគួរឲ្យកត់សម្គាល់ហើយគុណភាពមានការកើនឡើងលោកថាចន្លោះពីមួយឆ្នាំទៅមួយឆ្នាំកន្លះរឿងខ្មែរអាចប្រកួតប្រជែងទីផ្សារនៅប្រទេសជិតខាងបានហើយសូមរំលឹកថារឿងទាយ៉ាត់ធ្មប់វគ្គ1បានដាក់បញ្ចាំងការពីថ្ងៃទី12ខែ2011ដែលទទួលបានការគាំទ្រច្រើនទើប Two River International ឈានមកផលិតវគ្គ2និងសម្ពោធជាផ្លូវការពេលនេះ